សួស្តីអ្នកនរគ្នាឥឡូវយើងត្រឡប់មកជួបគ្នាវិញហើយជាមួយនឹង channel របស់ខ្ញុំហើយខ្ញុំបានលើកយកលំហាត់ Victor ក្នុងលំហមកដោះស្រាយជូនអ្នកនរគ្នាទៀតហើយធានលំហាត់ថ្ងៃហ្នឹងគេឲ្យតត2បាទហើយតតមួយគេឲ្យជាសម័យកាលបែបនេះមកហើយមួយបន្តត L ទី2នេះបាទគេឲ្យជាសម័យកាលបែបនេះហើយគោលបំណងយើងចង់រើក coordinate ចំណុចប្រសព A រវាងបន្តទាំងពីរហ្នឹងអានេះរូបវាយើងអាចមើលបាននេះបន្តទី1ហើយនេះបន្តទី2វាកាត់គ្នាទៅវាមានចំណុចប្រសព A ថងហ្នឹងឥឡូវយើងចូលទៅដោះស្រាយលំហាត់ទាំងអស់គ្នាបាទដើម្បីរក A ហ្នឹងយើងត្រូវដឹងថា A ហ្នឹងជារបស់ L ទី1ផងជារបស់ L ទី2ផងដោយសារតែយើងមើលរូបទៅបាទនេះ A ហ្នឹងវានៅលើបន្ទាត់នេះផងវាលើបន្ទាត់នេះផងបាទអញ្ចឹងយើងតាំងឲ្យ A មានកcoordinate x y z អញ្ចឹងទៅហើយយើងដឹងថា A ហ្នឹងជារបស់បន្ទាត់ទី1នាំឲ្យវា coordinate វាក៏ផ្ទៀងផ្ទាត់បន្តទី1នឹងដែរហើយយើងតាំងវាស្មើតេជារបស់ A មួយទៅដើម្បីយើងទាញបន្តប៉ារ៉ាម៉ែត្រអញ្ចឹងពេលដែលយើងតាំងវាស្មើតេជារបស់ A អញ្ចឹងទៅយើងបោះវានេះដក2ទៅតេទៅវាបានដក2តេហើយដក5នេះបោះទៅវាបានមុខ5ហើយយើងធ្វើតាមលំនាំទៅវាបានសម័យកាលប៉ារ៉ាម៉ែត្របែបនេះយើងតាំងវាដល់1សម័យកាល1បាទហើយបន្តទី2យើងធ្វើដូចគ្នាដែរគ្រាន់តែយើងតាំងអាញាត់វាថ្មីមួយទៀតមក S អញ្ចឹងទៅជារបស់ AI ទៅខុសតេបាទហើយអញ្ចឹងយើងធ្វើតាមហ្នឹងទៅយើងបានសម័យកាល2យើងតាំងនៅសម័យកាល2អញ្ចឹងដែរបាទហើយបន្តទៀតយើងក៏ស្ទឹមវាទាំងពីរហ្នឹងស្មើគ្នាទៅយើងបាន3សម័យកាលនេះយើងឃើញសម័យកាលទី1សម័យកាលទី2វាដូចគ្នាអញ្ចឹងយើងយកតែមួយមកបានហើយយើងបាច់យកទាំងពីរហ្នឹងមកទេអញ្ចឹងយើងយកតែមួយនេះហើយកន្លែងនេះយើងបូកបាត់វាមកពី2សម័យកាលហ្នឹងយើងទទួលបានតេស្មើ2 S ស្មើ1ទៅតែអានេះយើងចង់យកមួយណាក៏បានដែរយើងយកតម្លៃមួយណាក៏បានដែរបើយើងយក S យើងចំនួនចូលសម័យកាល2ទៅបើយើងយកតេចំនួនចូលសម័យកាល1បាទអញ្ចឹងយើងយកតេចំនួនចូលសម័យកាល1ទៅយើងបានតែ2 reset អញ្ចឹង coordinate យើងទទួលបាន1 2 3នេះមាន coordinate 1 2 3អញ្ចឹងវីដេអូយើងចប់តែប៉ុណ្ណឹងហើយជួបគ្នាវីដេអូក្រោយបាយបាយ